ដើម្បីជៀសវាងការចាញ់បោកព័ត៌មានคล้ายៗឬព័ត៌មានមិនពិតអ្នកគួរអនុវត្តតាមវិធីសាស្ត្រសំខាន់ៗមួយចំនួនពិនិត្យមើលប្រភពព័ត៌មានតើព័ត៌មាននោះមកពីណាមើលថាគេហទំព័រឬទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមនោះជាស្ថាប័នដែលមានកេរ្តិ៍ឈ្មោះឬអាចទុកចិត្តបានដែរឬទេតើអ្នកណាជាអ្នកសរសេរស្រាវជ្រាវអំពីអ្នកនិពន្ធឬអ្នកបង្កើតមាតិកាតើពួកគេជាអ្នកជំនាញក្នុងវិស័យនេះដែរឬទេអ៊ីមទាត់ផុសតាំងតើព័ត៌មាននោះមានផុសតាំងច្បាស់លាស់ទេព័ត៌មានពិតតែងតែមានការដកស្រង់ពាក្យសម្ដីអ្នកជំនាញទិន្នន័យផ្លូវការសទ្ធិកិច្ចត្រឹមត្រូវឬសាក្សីដែលអាចបញ្ជាក់បានពិនិត្យមើលកាលបរិច្ឆេទពេលខ្លះព័ត៌មានចាស់ៗត្រូវបានចែករំលែកឡើងវិញដើម្បីបំភាន់អ្នកអានឆ្លងកាត់ការត្រួតពិនិត្យជាមួយប្រភពដទៃ cross check ស្រាវជ្រាវនៅកន្លែងផ្សេងរកមើលថាតើប្រព័ន្ធផ្សព្វផ្សាយឬគេហទំព័រល្បីៗផ្សេងទៀតបានផ្សព្វផ្សាយរឿងរ៉ាវដូចគ្នានេះដែរឬទេបើមានតែប្រភពតែមួយអ្នកត្រូវប្រុងប្រយ័ត្នប្រែការត្រេះរិះពិចារណាតើព័ត៌មាននោះស្ដាប់ទៅសមហេតុផលឬអត់ព័ត៌មានคล้ายៗជារឿយៗមានចំណងជើងដែលបង្កការភ្ញាក់ផ្អើលខ្លាំងពេកឬប្រើពាក្យពេចន៍ដែលញុះញង់អារម្មណ៍អ្នកពិនិត្យរូបភាពនិងវីដេអូរូបភាពឬវីដេអូខ្លះអាចត្រូវបានកែច្នៃឬបង្កើតដោយ AI អ្នកអាចប្រើកម្មវិធីស្រាវជ្រាវរូបភាពបញ្ច្រាស់បានដើម្បីពិនិត្យមើលថាតើវារូបភាពចាស់ឬคล้ายៗមិនត្រូវចែករំលែកភ្លាមៗមុននឹងចុចចែករំលែកសូមចំណាយពេលបន្តិចដើម្បីអនុវត្តតាមជំហានខាងលើសិនការចែករំលែកព័ត៌មានคล้ายៗធ្វើឲ្យអ្នកក្លាយទៅជាផ្នែកមួយនៃការរីករាលដាលរបស់វាការយល់ដឹងអំពីអក្ខរិយព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាភាពចាំបាច់បំផុតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗ